Hello ជំរាបសួរបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំជាមួយនឹងការបង្ហាញពាក់ព័ន្ធជាមួយនឹងកម្មវិធីថ្មីថ្មីដែលយើងអាចយកមកMinecraft free អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំមានកម្មវិធីមួយណែនាំបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកម្មវិធីនេះផងដែរគឺមានឈ្មោះថា H-Scroll បាទ H-Scroll ជាកម្មវិធីរបស់កូរ៉េអញ្ចឹងណាបាទអញ្ចឹងគឺ H-Scroll គឺគេទើបតែចាប់ផ្ដើមដំណើរការផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាច download កម្មវិធីហ្នឹងយកមកMinecraft free ទៅឥឡូវដោយសារខ្ញុំ download បានហើយខ្ញុំសូមចុចចូលកន្លែង open ហ្នឹងទៅបាទនេះវាមានទម្រង់បែបនេះដល់ពេលដែលយើងចុចមកហើយយើងមានទម្រង់ login និង sign up នៅខាងក្រោមនេះអញ្ចឹងសិនជាបងប្អូនចង់ចុះឈ្មោះជាមួយនឹង Scroll យើងអាចចុចនៅកន្លែងsign up នេះបាទ sign up នេះយើងចុចមកបាទយើងចុចកន្លែង sign up បាទកន្លែងនេះបងប្អូនយើងអាចដាក់ ID អញ្ចឹងយើងឧទាហរណ៍ថា ID យើងលេខទូរស័ព្ទរបស់យើងក៏ចុចបានដែរបងប្អូនយើងដាក់លេខទូរស័ព្ទមក012ប្រហែល13 012អញ្ចឹងទៅបាទ9 4ដងអញ្ចឹងទៅបាទ34អញ្ចឹងទៅបាទនេះកន្លែងនេះគឺយើងអាចដាក់ password បាទ password ហ្នឹងគឺយើងអាចដាក់ឲ្យត្រូវគ្នាណាខាងលើនេះមួយខាងក្រោមមួយខាងលើដាក់មិនខាងក្រោមដាក់អញ្ចឹងដែរណាបងប្អូនបាទឧទាហរណ៍ថាខ្ញុំដាក់90បាទ90 56 57 58អញ្ចឹងខ្ញុំដាក់A ធំ A តូចហើយនឹងសញ្ញាទ្រង់ជ្រូកបាទបន្តមកទៀតគឺយើងដាក់ដូចមាញ់ដែរបងប្អូនដាក់កន្លែងលេខកូដនេះគឺដាក់កន្លែងនេះហើយសូមបងប្អូនបញ្ជាក់ថាយើងទៅសេបែបហ្នឹងហើយយើងត្រូវកត់ចំណាំខាងលើដាក់ម៉េចយើងខាងក្រោមដាក់ចេះវាអត់មានកន្លែងចុចរូបគ្រប់ផ្នែកឲ្យយើងមើលទេណាបាទអញ្ចឹងយើងសូមចុចកន្លែងនេះយ៉ាងម៉េចសូមឲ្យចាំឲ្យបញ្ចូលកន្លែងនេះបាទអញ្ចឹងបន្ទាប់បញ្ចូលកន្លែង confirm your password រួចហើយយើងចូលមកដល់ចំណុចនេះបាទចុះឈ្មោះហ្នឹងចូលដល់ចំណុចនេះយើងដាក់ address email អញ្ចឹងយើងយក email របស់យើងដាក់ចូលកន្លែងនេះមកហើយបន្ទាប់ពីដាក់ email កន្លែងនេះហើយឧទាហរណ៍ថាខ្ញុំដាក់ឧទាហរណ៍ថា www អញ្ចឹងទៅណាបាទ www ទៅជើងកន្លែងបាទ w យើងដាក់ឧទាហរណ៍ខ្ញុំដាក់អញ្ចឹងតមកទៀតយើងអាចចុច send ហ្នឹងទៅអញ្ចឹងពេលចុច send ហើយយើងទៅយកលេខកូដបាទ6ខ្ទង់នៅក្នុង Gmail យើងគេផ្ញើសារចូលក្នុង Gmail អញ្ចឹងយើងមកបំពេញកន្លែងនេះបាទអញ្ចឹងបំពេញលេខកូដ6ខ្ទង់ឧទាហរណ៍ថាលេខ6ខ្ទង់ចុះបាទលេខ6ខ្ទង់យើងពេញកន្លែងហ្នឹងបន្តមកបំពេញលេខ6ខ្ទង់ហើយយើងត្រូវដាក់នេះបងប្អូនអាចដាក់referral code ជាមួយខ្ញុំបានបាទអញ្ចឹង0ស្កៅកូដ35 22 71បាទអញ្ចឹងបងប្អូនដាក់កន្លែងហ្នឹងរួចហើយបាទអញ្ចឹងពេញរួចរាល់បែបនេះហើយគឺយើងចុចទៅកន្លែងនេះឆែកកន្លែងនេះបាទចុចឆែកកន្លែងហ្នឹងទៅពេលចុចកន្លែងហ្នឹងហើយវានឹង load tick អាលេខកូដនេះ load tick នៅកន្លែងនេះពណ៌ខៀវហើយបើសិនជានៅក្នុងករណីថាវាអត់ទាន់ tick កន្លែងនេះទេសូមចុចឆែកម្ដងទៀតអញ្ចឹងចុចឃើញ tick អានេះហើយតែអានេះអត់មាន tick យើងចុច tick មួយទៀតមកយើងពេញ referral code របស់ខ្ញុំហ្នឹងឲ្យបានត្រឹមត្រូវមក099 35 22 71ហ្នឹងបន្តមកឆែកចុចឆែកហ្នឹងទៅវាឃើញសញ្ញា tick នៅកន្លែងពូ Q ហ្នឹងហើយកន្លែងនេះអញ្ចឹងបងប្អូនអាចចុចពាក្យកន្លែងនេះវា load ពូ Q បាទចុចកន្លែងពូ Q មកគេហៅថា create an account អញ្ចឹងយើងបង្កើតកន្លែងហ្នឹងហើយបានជោគជ័យអញ្ចឹងពេលជោគជ័យយើងអាច log in ចូលនៅក្នុង app របស់យើងដែលយើង down អញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាការបង្ហាញពីរបៀបនៃការបង្កើត scroll បាទអញ្ចឹងបងប្អូនមានតែប៉ុណ្ណឹងបាទមានចម្ងល់បងអាចសាកសួរបន្ថែមជាមួយនឹងលេខ ID របស់ខ្ញុំនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំផងដែរបាទអញ្ចឹងអរគុណសម្រាប់ការតាមដានក៏ដូចជាចុះឈ្មោះតាម link referral code របស់ខ្ញុំសូមបងប្អូនសំណាងហេងៗទាំងអស់គ្នា
បាទជួបគ្នានៅវីដេអូបន្ទាប់បាទអរគុណ